กเรียนสบายจัดได้บ้านโจรวมการประกวดขังมุกนี่สบายที่ยังสบายបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះលីណារិតជាតំណាងក្រុមកីឡាករបាល់ទាត់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់ចូលរួមនៅកម្មវិធីការប្រកួតមិត្តភាពបាល់ទាត់ការទូតនិងដើម្បីលើកកម្ពស់មនុស្សធម៌នៃអង្គការមូលនិធិកម្ពុជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទម៉ាត់វិសាលជានិស្សិតឆ្នាំទី4រៀនជំនាញសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈបាទសម្រាប់ខាងក្រសួងអប់រំយុវជននិងកីឡាចូលរួមនៅកម្មវិធីនេះមានន័យថាគោលបំណងចង់បង្ហាញថាកីឡាគឺជាឧបករណ៍មួយសំខាន់សម្រាប់លើកតម្លៃសន្តិភាពសាមគ្គីភាពនិងការរួបរวมក្នុងសហគមន៍ព្រមទាំងជាកម្លាំងចលករជំរុញការងារមនុស្សធម៌ចំពោះគោលបំណងរបស់វិទ្យាស្ថានយើងផ្ទាល់យើងចង់បង្កើតទំនាក់ទំនងល្អជាមួយនឹងបណ្ដាលស្ថានទូតនានានៅក្នុងប្រទេសកម្ពុជានិងស្ថាប័ននានាផងដែរជាពិសេសទៅលើក្រសួងអប់រំយុវជននិងកីឡាបាទសម្រាប់ក្រុមបាល់ទាត់ក្រសួងអប់រំយុវជនកីឡារបស់ខ្ញុំបានត្រៀមកម្លាំងដោយបានប្រមូលផ្ដុំកីឡាករទាំងអស់ធ្វើការវឹកហាត់ជារៀងរាល់សប្តាហ៍សម្រាប់យើងចូលរួមកម្មវិធីនៅថ្ងៃទី7ធ្នូឆ្នាំ2025នេះចំពោះការត្រៀមលក្ខណៈនៅក្នុងការប្រកួតនៅខាងមុខនេះយើងបានត្រៀមលក្ខណៈយ៉ាងល្អជាពិសេសមានការវឹកហាត់ជាមួយនឹងសិស្សហើយនឹងលោកគ្រូសាស្ត្រាចារ្យផងដែរបាទសម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមកីឡាទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដែរមានន័យថាចង់ឲ្យបងប្អូនពុកម៉ែទាំងអស់ចូលរួមនៅកម្មវិធីនេះទាំងអស់គ្នាដើម្បីលើកកម្ពស់សកម្មភាពកីឡាដើម្បីជំរុញមនុស្សធម៌ហើយព្រមទាំងជួយឲ្យមានសន្តិភាពដោយប្រើកីឡានៅថ្ងៃមុខនេះខ្ញុំបាទសូមសំណូមពរពុកម៉ែបងប្អូនឲ្យមានការចូលរួមឲ្យបានច្រើនកកដើម្បីប្រម៉ែប្រមូលមូលនិធិជូនទៅដល់បងប្អូនជនពិសិដ្ឋនៃកីឡាមិត្តភាពមួយនេះបាទសូមបងប្អូនពុកម៉ែទាំងអស់ចូលរួមទស្សនាការប្រកួតបាល់ទាត់នៅកម្មវិធីនេះឲ្យបានច្រើនកកទាំងអស់គ្នាហើយទីបញ្ចប់ក៏ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជនកីឡាគ្រប់លំដាប់ថ្នាក់អាដាមអគ្គនៃអគ្គនាយកដ្ឋានកីឡាដែលបានអនុញ្ញាតឲ្យក្រុមបាល់ទាត់ក្រសួងអប់រំយុវជននិងកីឡាចូលរួមនៅកម្មការប្រកួតកម្មវិធីបាល់ទាត់នេះដើម្បីជាកម្លាំងជំរុញឲ្យបងប្អូនពុកម៉ែទាំងអស់ចូលរួមកីឡាលេងកីឡាដើម្បីសុខភាពមិត្តភាពនិងមនុស្សធម៌កុំភ្លេចជួបខ្ញុំនៅថ្ងៃទី7ខែ12ខាងមុខនេះ